ការដែលសតិប្បដ្ឋានបដិបត្តិចម្រើនឡើងអ្វីៗក៏ប្រកបជាអារម្មណ៍នៃការសិក្សាចំណែកបញ្ហាខ្វាយខ្វល់ក្នុងរឿងផ្សេងៗក៏ថយចុះព្រោះអ្វីៗដែលបានកើតឡើងមកដល់ជីវិតនេះគឺសុទ្ធតែជាមេរៀនអប់រំចម្រើនបញ្ញាទាំងអស់មិនមែនសម្រាប់ឲ្យចាប់យកដោយសេចក្តីប្រកាន់ហើយក៏មិនមែនសម្រាប់ឲ្យប្រទូទាស់នោះដែរសង្ខេបសេចក្តីមកថាបើយើងមិនគិតថាជាបញ្ហាទេតើបញ្ហានឹងមានមកអំពីណាបើអ្វីៗប្រកាសជាបរមត្តដល់បរិញ្ញាទាំងអស់ហើយនឹងនៅក្នុងភិក្ខុវគ្គទី25នៃព្រះគាថាធម្មបទព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថាភិក្ខុវិចារណាការកើតឡើងនិងការវិនិច្ឆ័យទៅវិញនៃខណ្ឌទាំងឡាយក្នុងកាលណាក្នុងកាលនោះភិក្ខុនោះរមែងបាននៅបៃតិនិងបាមោជ្ជៈបៃតិនិងបាមោជ្ជៈនោះឈ្មោះថាជាអមតៈធម៌របស់បណ្ឌិតដែលដឹងធម៌ទាំងឡាយ